នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីនៅក្នុងការបដូរ username របស់ Facebook Page របស់យើងថាតើបដូរយ៉ាងម៉េចយើងចូលទៅមើលពីវិធីបដូរទាំងអស់គ្នាជាដំបូងគឺឲ្យយើងចូលមកកាន់ Page របស់យើងជាមុនសិនមកនេះគឺជា Page iSkillBiz ផ្ទាល់ហើយខ្ញុំនឹងនាំបងប្អូនថាតើចូលទៅដូរនៅត្រង់ចំណុចណាជាដំបូងគឺឲ្យបងប្អូនចូលមកកាន់ Page របស់ខ្លួនឯងនេះ Page របស់ខ្លួនឯងបន្តមកទៀតឲ្យបងប្អូនចូលមកកាន់ Setting បងប្អូនចុចនៅលើ Setting នេះមកបន្ទាប់ពីយើងចុចនៅលើ setting ហើយឲ្យយើងចុចនៅលើពាក្យថា page setup ចុចនៅលើនឹងមកបន្តមកទៀតឲ្យបងប្អូនចុចនៅលើ name ឬក៏ឈ្មោះរបស់ page ចុចនៅលើនឹងមកនៅត្រង់ឈ្មោះរបស់ page បងប្អូននឹងឃើញ2ចំណុច general page setting មាន2ចំណុចចំណុចទី1គឺឈ្មោះ page ដែលយើងអាចដូរឈ្មោះ page បានហើយនឹងចំណុចទី2គឺ username នេះគឺការដូរនៅចុងកន្ទុយរបស់ page របស់យើងដូចខ្ញុំនេះគឺបានដូរវិធីនៅក្នុងការបដូរនៅត្រង់ចំណុចហ្នឹងបងប្អូនចុចនៅលើពាក្យថា edit ចុចលើហ្នឹងមកបន្តមកទៀតនេះបងប្អូនអាចចុចដូរ username របស់បងប្អូនរួចចុច save តែប៉ុណ្្នឹងគឺបងប្អូនអាចដូរបានហើយ